ចំពោះថ្ងៃនេះណារីមានវីដេអូមកបង្ហាញទៀតហើយបង្ហាញពីរបៀបនៃការអានប្លុកចង់និយាយថាចង់អានប្លុកឬក៏ចង់លេងជាមួយអ្នកដែលយើងធ្លាប់ប្លុកចោលពីមុនហើយយើង delete វាចោលលុបវាចោលហើយយើងអត់ដឹងថាយើងទៅអានប្លុកវិញនៅណាអញ្ចឹងយើងអាចធ្វើតាមវីដេអូនេះទៅតារីនឹងបង្ហាញមួយពីរបៀបនៃការរកកន្លែងដែលយើងធ្លាប់ប្លុកមនុស្សដែលយើងប្លុកហើយយើងចង់អានប្លុកមកវិញចាជាដំបូងយើងចូលទៅក្នុងឆាតយើងនឹងមកចាចូលក្នុងឆាតយើងនឹងឃើញស្ថានភាពបែបនេះបន្តមកទៀតវានឹងមានសញ្ញាត្រេ3នេះកន្លែងបងអូនចុចលើនឹងចាសញ្ញាត្រេ3ហ្នឹងបងចុចលើសញ្ញាត្រេ3ហ្នឹងមកបន្ទាប់មកនឹងឃើញពាក្យថា setting កន្លែងរូបដូចកងចាក់ហ្នឹងបងប្អូនអាចចុចលើកន្លែងរូបដូចកងចាក់ហ្នឹងតាមបងអូនចឹងមកបន្តមកទៀតបងប្អូនរមើលពាក្យ privacy ចាឬមួយក៏រូបដូចផ្ទះនេះនៅត្រង់នេះបងប្អូនចុចនៅកន្លែងនេះចាចុចចូលឡើងនឹងមកតមកទៀតបងប្អូនរកពាក្យថា block account ចាវាអាចមានទីតាំងខុសគ្នាក៏ប៉ុន្តែអក្សរវាអាចមិនខុសគ្នាប្រហែលទេបងប្អូនចូលទៅរកមកនេះកន្លែង block account ហ្នឹងអញ្ចឹងបងប្អូនចុចចូលមកចានេះបងប្អូននឹងឃើញអ្នកដែលបងប្អូន block ពីលើកមុនចាប្លុកលើមុនហើយ delete ចោលឬក៏ហៅថាលុបវាចោលតែបងប្អូនចង់អានប្លុកមកវិញចង់លេងមួយគាត់វិញតែអត់ដឹងរកនៅកន្លែងណាបងប្អូនអាចចូលឡើងហ្នឹងបាទបន្ទាប់មកបងប្អូនចូលលើគាត់ចឹងមកហើយចុចលើពាក្យអានប្លុកចឹងមកបាទចាបន្ទាប់មកទៀតម្នាក់ហ្នឹងនឹងលោតចូលទៅក្នុងឆាតយើងជាធម្មតាវិញចាចឹងអាចលេងមួយគាត់បានដូចធម្មតាវិញយើងថយមកវិញមកដោយសារខ្ញុំខានលេងខ្ញុំប្លុកគាត់រៀងយូរដែរចឹងអត់ដឹងថាគាត់នៅប្រឡោះណាទេអាចអូសរោឆ្ងាយអត់ដឹងនៅណាទេនេះដោយសារប្លុករៀងយូរដែរចឹងយើងវាយឈ្មោះគាត់មកវិញឬមួយក៏អូរោវាយឈ្មោះគាត់មកវិញក៏បានដែរឈ្មោះអីទេមិញវិញបាត់នេះចាហ៊ឿនគឹមហាក់នេះចុចមកនេះបានដូចធម្មតាវិញចាសម្រាប់វីដេអូមានតែប៉ុណ្្នឹងសូមអរគុណ